ឬបក្រាបនេះសៀមអ្នកបង្កើតបើសម័យដែលសៀមកើតសង្គ្រាមនឹងភូមាមកវាយសៀមហ្នឹងសម្រាប់អស់ស្ដេចអយុធ្យាដល់ក្រោយមកទៀតដល់ក៏ភូមានេះប្រើឲ្យលោកសង្ឃធ្វើចារកិច្ចមកយកព័ត៌មានពីក្នុងស្រុកសៀមប្រើលោកសង្ឃភេទលោកសង្ឃដល់សៀមគេដឹងបានគេធ្វើអាបក្រាបនឹងក្រាបព្រះសង្ឃនឹងឲ្យលោកសង្ឃសៀមកាន់ព្រោះពីសម័យហ្នឹងអត់មានសភៅឆាយាកាលណាគេឆែកទៅលោកណាមានបក្រាបអីទៅលោកសង្ឃសៀមណាអត់បក្រាបសង្ឃភូមិគេចាប់ហ្នឹងវិញសម័យបក្រាបមើលក្នុងវចនានុក្រមសពហាហ្នឹងមើលទៅឃើញក្រោយមកហ្នឹងក៏អ្នកប្រាជ្ញភ្នំពេញក៏ឲ្យលះបង់ឈប់ប្រើនោះមានសម្ដេចសីហនុនៅក្នុងវចនានុក្រមសពហាហ្នឹងមើលទៅឃើញឲ្យលេងប្រើអានេះវាជាប់តាកតងចឹងបើសៀមគេឈប់ប្រើនៅខ្មែរហ្នឹងជាប់ស្រាប់ប្រវត្តិមកពីសៀមពីដើមតែឥឡូវឈ្មោះទោះគ្នាងសៀមរបស់សៀមលេងប្រើមីអីខអីស្គាល់សៀមលេងប្រើនឹងគិតមើលអានេះនិយាយប្រវត្តិរឿងរ៉ាវអ្នកសូត្រធ្វើភាសាសៀមប្រើបក្រាបប្រើអីហ្នឹងពួកខ្មែរនៅក្រោមអាណានិគមរបស់សៀម100ឆ្នាំថ្ងៃនេះឥឡូវនេះសៀមវាចង់មកលេបយើងទាំងអស់ទៀតហើយលេបយើងទាំងអស់